Tôi điện ẩnនេះគឺជាវីដេអូផាតទី16ដែលយើងនឹងបង្ហាញតាក់ទងជាមួយនឹងការបង្កើត Dimension បូករួមជាមួយនឹងការបង្កើត text របស់តសគ្រឹះផងដែរអញ្ចឹងណាដោយសារតែពេលដែលយើងបង្កើតលើកមុនហ្នឹងយើងអត់ទាន់គ្រប់គ្រាន់យើងទាំងអស់គ្នាអញ្ចឹងណាតោះឥឡូវយើងបង្កើត Dimension មុនណាមុននឹងឈានទៅដល់ការបង្កើត text របស់តសគ្រឹះអញ្ចឹងយើងវាយ comment មួយ DI ណាយើងចុច DI ទៅអូខេតមកទៀតចុចប៉ុណ្ណេះណាហើយតមកទៀតយើងធ្វើការ click លើវាមួយហើយបន្តមកទៀតយក edit tab ណាទីថាបើយើងយកពាក្យ duplicate ណាហើយយើងវាយពាក្យ dim មកអូខេតែប៉ុណ្្នឹងទៅបានហើយអូខេអញ្ចឹងណា dim បើតាមយើង dim ហើយនៅក្នុងនេះយើងចូលមកក្នុងទី1យើងគេសេថាតើតើមុន dimension spin type បងប្អូនអូខេយើងមើលវាមានប៉ុន្មាន option អូខេនៅក្នុង spin type នេះមាន3 option ទី1 continue ទី2 baseline និងទី3តើតើមួយ ordinate ឥឡូវយើងយក continue សិនណាប៉ុណ្ណឹងតមកទៀតខ្ញុំធ្វើការបោះឲ្យអ្នកនរគ្នាមើលនេះគឺ continue អូខេយើងតបានដល់ទំហំនេះយើងដូរជា dimension យើងប្រើណាចុចលើហ្នឹងមកអូខេមិញយក continue យើងអត់ប្រែប្រួលទេចុះបើករណីខ្ញុំយកវាជាប្រភេទ baseline វិញមិនអញ្ចឹងណា baseline គឺវាស្គាល់ profile ប្រវត្តិអញ្ចឹងពេលយើងចាប់ទីតាំងនេះមួយនិងទីតាំងនេះមួយគឺវាបូកសរុបឲ្យទាំងអស់ហ្មងអញ្ចឹងអត់ត្រូវការទេហើយបើករណីយើងយកជាប្រភេទ ordinate ហ្នឹងវាមិនអូខេ on នេះវាចាប់ទីតាំងនេះ0តាមទៀតបកគោលតម្រូវនេះវាចាប់ប្រវែងសរុបរបស់យើងហ្មងពីនឹងដល់ហ្នឹងប្រហែលអញ្ចឹងណាអញ្ចឹងក៏យើងអត់យកដែរអញ្ចឹងយើងយកក្នុងលក្ខខណ្ឌ continue ទាំងអស់គ្នាចុចលើ continue ណាប៉ុណ្ណឹងហើយចំពោះតាក់ទងជាមួយនឹង leader type នេះគឺយកតាមគេណាហើយជាមួយនឹង leader tick mark នេះក៏យកណាន់ណាដល់យកតាមគេទៅអូខេហើយទីតាំងតាក់ទងជាមួយនេះso leader when move text ណា text move អញ្ចឹងមានថាមិននៅពេលដែល text ផ្លាស់គឺ leader វានឹងមកតាមដែរបងប្អូនមានថាមិនចេះអញ្ចឹងណាអញ្ចឹងយើងអត់ត្រូវការអញ្ចឹងទេអញ្ចឹងចូលមកកាន់ edit ហើយយើងដូរណាបងប្អូនតាក់ទងជាមួយនឹងគឺយើងយកនៅក្នុងលក្ខខណ្ឌ beyond witness line បងប្អូនចុចលើហ្នឹងដើម្បីកុំឲ្យ leader វា move បងប្អូនចុចលើហ្នឹងណានេះហើយទៅចំពោះតាក់ទងជាមួយនឹង tick mark នេះគឺតាក់ទងជាមួយនឹងទំហំ diagonal នេះបងប្អូនចុចលើហ្នឹងណាប្រវែងរបស់វាគឺ3អ្នកឃើញអត់3អញ្ចឹងណាអញ្ចឹងក៏យើងធ្វើការសម្រួលដែរហើយតាក់ទងជាមួយនឹង line weight នេះគឺតាក់ទងជាមួយនឹងទំហំតិចទំហំ story ទំហំកម្រាស់របស់ dimension កម្រាស់របស់នេះ dimension នេះមើលដល់ពេលយើងដាក់2ណា variate អញ្ចឹងណាចូលខ្ញុំដាក់5មក variate រិចណាបងប្អូនប៉ុន្តែតាក់ទងជាមួយអាផ្ចិតនេះគេហៅថា diagonal បងប្អូនអាបន្ទាត់ trade នេះណាអញ្ចឹងអាហ្នឹងគឺ diagonal អញ្ចឹងវាអត់ប៉ះពាល់ទេលើកលែងតាក់ទងជាមួយនឹង tick mark line weight នេះអានេះមិនប៉ះពាល់ចុះមិនប៉ះពាល់ពេលចុះខ្ញុំយក6ធំអត់ធំអញ្ចឹងធំអញ្ចឹងទីតាំងហ្នឹងគឺតាក់ទងជាមួយ diagonal ហ្នឹងគឺបន្ទាត់កោងហ្នឹងបងប្អូនចុះបើយើងយកនេះបានផ្សេងចិត្តណាស់បងប្អូនខ្ញុំយក fill dot ក៏បាននេះ fill dot ចេញបែបនេះអញ្ចឹងណាអញ្ចឹងទៅបែងចែកច្បាស់អញ្ចឹង diagonal អញ្ចឹងយក diagonal ណាបងប្អូនអូខេ diagonal នេះយកប៉ុណ្្នឹងទៅអូខេហើយចំពោះ tick mark នេះយកតែមួយទៅបានហើយអូខេសម្រាប់ so tick mark តាក់ទងគ្នាជាមួយនឹងline weight ហ្នឹងកម្រាស់ហ្នឹងយកតែមួយទៅបានហើយ apply មកអូខេប៉ុណ្្នឹងហើយបន្តមកទៀតតាក់ទងជាមួយនឹងtick mark line weight តាក់ទងជាមួយទំហំdiagonal ឬក៏ហៅថាបន្ទាត់ trade នេះណាយើងយកវា2បានហើយបងប្អូនប៉ុណ្្នឹងទៅបានហើយយើង apply ណាតែប៉ុណ្្នឹងទៅបានហើយបន្តមកទៀតតាក់ទងជាមួយនឹងdimension line extend dimension line extend ហ្នឹងគឺតាក់ទងជាមួយនឹងបន្ទាត់ដែលលៀនចេញមកក្រៅនេះយើងចង់បានឥឡូវខ្ញុំយកវាតែ 1.2 ទេបងប្អូនអញ្ចឹងណាប៉ុណ្ណឹងទៅបានហើយបន្តមកទៀតតាក់ទងជាមួយនឹង witness line control តាក់ទងជាមួយនឹងចាយើងរើសក្នុងលក្ខខណ្ឌបើយើងដាក់អញ្ចឹងវានឹងរួមចូលប៉ុន្តែបើយើងរើសក្នុងលក្ខខណ្ឌ fix to dimension fix to dimension line អញ្ចឹងមិនថាម៉េចយើងពលាប្របែងវាចេញមកក្រៅបងប្អូនចេញអញ្ចឹងមកយក 5.5 ណានេះហេតុឃើញវាលាតនេះអញ្ចឹងយក fix មកអូខេតាម dimension មកស្គាល់ហើយនេះគឺយើងយក 1.2 ដល់គ្នាដែរអូខេអញ្ចឹងណាហើយប៉ុណ្្នឹងទៅបានហើយបន្តមកទៀតតាក់ទងជាមួយនឹងdimension line snap distance ណាបងប្អូន distance ហ្នឹងយក 5.5 មកទីទៀតចាំនឹងប្រាប់ថាកន្លែងហ្នឹងកន្លែងណាអញ្ចឹងពេលដែលយើងចាប់ dimension 1ហើយចាប់ dimension 1 ពីលើទៀតវានឹងស្គាល់អញ្ចឹងបើករណីគ្រប់ 5.5 ហ្នឹងគឺវានឹងload line បន្ទាត់ Q មួយយើងស្គាល់ថាទីតាំងហ្នឹងគឺអស់ហើយតាមហ្នឹងណាអូខេបន្តមកទៀតតាក់ទងមួយ scale vector នេះយក 0.8 ដល់នេះចុចប៉ុណ្្នឹងណា
តាក់ទងជាមួយនឹង tick size នេះគឺខ្ញុំយក 1.8 ប៉ុណ្ណឹងណាហើយចំពោះ tick offset នោះមានថា tick offset ចេញពី dimension នៅនឹង line នេះគឺ tick ជាមួយនឹង line នេះគឺយកបានយើងយក 0.7 ណាហើយចំពោះពណ៌អក្សរយើងយកពណ៌អក្សរមួយនេះហើយយើងដកវា background ចោលណាឃើញ background នោះពណ៌អក្សរអញ្ចឹងវាដាច់បន្តនេះអត់ត្រូវទេអញ្ចឹងយកវាជា transparent ទេវាបិទចោលហើយយើង apply មកប៉ុណ្្នឹងបានហើយអញ្ចឹងណាអូខេអញ្ចឹងចំពោះការបង្កើត dimension យើងមានតែប៉ុណ្្នឹងទេហើយយើងចូលទៅ edit នោះតិចតាក់ទងជាមួយនឹងយើងចុច DI មកខ្ញុំប្រាប់តាក់ទងកន្លែងនេះ diagonal ណាបងប្អូនយើងចង់ធ្វើការកែ diagonal បន្តិចកន្លែងនេះអញ្ចឹង diagonal វា3ខ្ញុំបញ្យល់ដល់អ្នកម្ដងទៀតឡើងវិញអានេះតាក់ទងជាមួយនឹង dimension spring tab នេះគឺតាក់ទងជាមួយនឹងនេះពេលយើងចាប់ dimension ណាវានឹង load ស្វ័យវត្តឲ្យយើងហើយចំពោះនេះយើងdefault តាមគេទៅ Beyond Fitness នេះគឺតាក់ទងជាមួយនឹងនៅពេលដែលយើងទាញ dimension ចេញមកវាអត់ជាប់មួយ leader ទេហើយនេះតាក់ទងជាមួយនឹង tick mark នេះតាក់ទងជាមួយនឹងបន្ទាត់កោងនេះទាំងអស់នេះហើយតាក់ទងជាមួយនឹង line weight នេះគឺតាក់ទងជាមួយនឹងនេះកម្រាស់របស់ line dimension ហ្នឹងណាហើយអានេះតាក់ទងជាមួយនឹងកម្រាស់របស់នេះបន្ទាត់ thread នេះហើយអានេះគឺប្រវែងដែលយើងនេះប្រវែងដែលលៀនចេញណាឃើញគឺ 5.5 តាក់ទងមួយ dimension ណាហើយចំពោះ x10 នេះគឺអានេះទីតាំងនេះអានេះ sorry អានេះ x10 នេះគឺទីតាំងមួយនេះហើយ x10 ខាងក្រោមនេះគឺ witness line x10 ហ្នឹងគឺអាខាងអានេះអាកញ្ចង់នេះមកវិញចុះមកក្រោមណាបងប្អូនអញ្ចឹងណាហើយចំពោះទីតាំងតាក់ទងជាមួយនឹង dimension line snap distance ហ្នឹងគឺតាក់ទងជាមួយនឹង line នឹងតិចនៅនេះវាកម្រិត 5.5 ណាហើយ scale vector នេះគឺ scale តាក់ទងមួយទំហំអក្សរទេអានេះគឺជាទំហំអក្សរធម្មតាទេបងប្អូនអញ្ចឹងយើងមានតែប៉ុណ្្នឹងទេយើងអូខេណាបន្តមកទៀតយើងចូលនៅក្នុង Manex ហើយចូលនៅក្នុង additional setting យើងរើសនៅក្នុង line annotation sorry យើងរើសនៅក្នុង annotation ទៅយើងយក line យើងយកតាក់ទងជាមួយនឹង arrowhead ណាចុចលើហ្នឹងណាម្ដងទៀតនៅក្នុងនេះយើងយកជាប្រភេទ diagonal 1.2 នេះអញ្ចឹងណាអញ្ចឹងខ្ញុំសេ diagonal 1.2 ណាខ្ញុំដាក់ថា 1.2 ចុះប៉ុណ្ណឹងទៅអូខេហើយយើងដូរនេះមកជា 1.2 មកដល់នេះទៅប៉ុណ្ណឹងទៅបានហើយប៉ុណ្ណឹងហើយបន្តមកទៀតយើងចូលក្នុងទីតាំងនេះយើងធ្វើការកែកន្លែងនេះវិញអញ្ចឹងណាស៊ូមមកចិត្តឲ្យអ្នកទាំងគ្នាមើលកុំឲ្យថាពិបាកខុសអញ្ចឹងណាយើងចុចលើនឹងមកអូខេហើយយើង edit ណាយើងដូរមកទីតាំងនេះយើងយក diagonal អូខេនេះរបស់យើងមិញណា 1.2 ទាំងនេះចុចលើនឹងមកអូខេចាំមើលនេះវាប្រែអត់អញ្ចឹងណាឃើញនេះហើយបើសិនបើកាលណាយើងឃើញអូនេះធំជាងអញ្ចឹងយកបានមួយយកតែមួយមកបានហើយកន្លែងហ្នឹងណានេះហើយប៉ុនគ្នាបាទអញ្ចឹងណាលើទាំងក្រោមហើយយើងធ្វើការកែតាក់ទងជាមួយពណ៌បន្តិចទៅអូខេចូលមកកាន់ទីតាំងនេះយើងយក color ហើយយើងយកពណ៌អញ្ចឹងណាហើយវាមើលទៅវាលិចគ្នាអញ្ចឹងចុចអញ្ចឹងយើងបើវាស់តិចណាបងប្អូនយើងវាស់សាកមកជុំណាមិនដែរអញ្ចឹងណាប៉ុណ្ណឹងមកអូខេតមកទៀតយើងចាប់ dimension ពីលើនេះមកអូខេនេះឃើញនេះខ្ញុំប្រាប់តាអ្នកទាំងអស់គ្នានេះ line snap distance ហ្នឹងគឺវា score automatic អញ្ចឹងបើ 5.5 គឺ score automatic ហ្មងគេ Q dot ឃើញអញ្ចឹងណាបន្តមកទៀតយើងចូលទៅបង្កើតតាក់ទងជាមួយនឹងPAL តាក់ទងជាមួយនឹង Stripe PAL របស់យើងណា tag តែ PAL អញ្ចឹងយើងចូលមកកាន់ file យើងយក new ហើយយើងយកតាក់ទងមួយនឹង family មកបងប្អូនអញ្ចឹងណាហើយយើងចូលក្នុង list យើងចូល notation ហើយយើងរើសនៅក្នុងលក្ខខណ្ឌ metric generic tag ណាទាំងអស់នេះចុចលើនឹងមកអូខេប៉ុណ្ណឹងមកអូខេតមកទៀតយើងលុបនេះចោលណាហើយយើងទៅរើសក្នុង category ណាបងប្អូនយើងរើសវាជាប្រភេទជាប្រភេទ structural foundation tag ណា click លើហ្នឹងបន្តមកទៀតយើងចូលនៅក្នុងមុខងារ create ហើយយើងយកឡូតាក់ទងមុន label យើងធ្វើការតាក់ទងជាមួយនឹង edit type ដើម្បីធ្វើការកាត់តិចតិចណាបងប្អូនយើង duplicate មកយើងអូខេមុន duplicate យើងទៅយក font អក្សរមកប៉ុណ្ណឹងណាហើយយើង duplicate ទៅហើយយើងចុច control V មកយើងយកតែ2បានហើយ2មកណាហើយកន្លែងនេះយើងដោះ background ចោលមកយក transparent អូខេកន្លែងនេះយើងយក2ហើយនេះយើងយក 0.8 ចាំមើលយើងទៅតេស្តតាក់ទងជាមួយនឹងtext របស់ត្រឹម text របស់ source យើងយក 0.8 ឬក៏ 0.85 ដល់នេះចុចប៉ុណ្ណឹងទៅបានហើយ click លើនឹងមកពងណាតមកទៀតធ្វើការ copy ឬក៏យើងទៅធ្វើ sorry ក្រុម copy ធ្វើការទៅ select តាក់ទងជាមួយនឹងparameter អញ្ចឹងណាអូខេនៅក្នុងនេះអត់មានទេអញ្ចឹងធ្វើម៉េចអញ្ចឹងបើយើងអត់តែមាន parameter ទេយើងចូលទៅបង្កើត parameter តិចណា
ok យើងចូលមកកាន់ជាន់ទី1សិនមក ok យើងយកនៅក្នុងmanage ហើយយើងចូលទៅក្នុង share parameter យើងធ្វើការដាក់ new ណា new ខ្ញុំដាក់ថា ok ចាំតិច rename តាក់ទងជាមួយនឹង foundation ចឹងណាហើយយើងយកវាតិចមកបងប្អូនដោយសារយើងចង់កែមុខឈ្មោះណាអញ្ចឹងយក ok ទៅហើយយើង ok មកបន្តមកទៀតយើងចូលទៅកាន់ project parameter បន្តមកទៀតយើងយកពាក្យថា new parameter ហើយយើងធ្វើការទៅ select parameter ដែលយើងបង្កើតមិញណា rename foundation មកហើយយើងដាក់វានៅក្នុងលក្ខខណ្ឌអីខ្លះទី1 schedule ទី2នៅក្នុង structure of foundation ហ្នឹងហើយអញ្ចឹងនៅពេលយើងបញ្ចូល schedule យើងអាចកែឈ្មោះបានដែរយើងហាយណាប៉ុណ្្នឹងទៅបានហើយយើងយកអានេះលក្ខខណ្ឌ constraint ណាដើម្បីពេលដែលយើង select លើវាទៅវាចូលនៅកន្លែងទីតាំងនេះឲ្យឃើញហើយយើងយកពាក្យថា ok ទៅ ok មកបន្តមកទៀតយើងចូលមកកាន់តាក់ទងជាមួយនឹង ok family ដែលយើងបង្កើតតាក់ទងមួយនឹង tag មិញណាចឹងយើងចូលនៅក្នុងមុខងារ create ហើយខ្ញុំយក label នេះ label ហើយយើង click លើនឹងមកពងណាហើយបន្តមកទៀតធ្វើការ select តាក់ទងជាមួយនឹងឈ្មោះ parameter ដែលយើងបានបង្កើតមិញណាយើងចុច ok មកបន្តមកទៀតយើងរើសយើងរុញវាចូលហើយនៅក្នុងមួយទៀតយើងជ្រើសរកតាក់ទងមួយនឹង tab mark ណាយល់ហើយមិន tab mark គឺ tab name sorry ទាំងអស់នេះចុចលើហ្នឹងណាហើយកន្លែងទីតាំងនេះយើងកែឈ្មោះតិចយើងដាក់ថា p1 ណាហើយដាក់នេះសញ្ញាដកមួយមកយើង prefix សងខាងដោយវងកញ្ចក់ណាអញ្ចឹងនៅពេលដែលយើងបញ្ចាប់ឈ្មោះវាដាក់វងកញ្ចក់ automatic ឲ្យយើងហើយយើងដាក់ថានេះពីតាកាឡាអូខេគុណពីតាកាឡាហើយយើងគុណនឹង5ម៉ែត្រប៉ុណ្ណឹងទៅបានហើយហើយនេះដើម្បីវាគិតយើងយក0មកបានតែប៉ុណ្ណឹងទៅបានហើយប៉ុណ្ណឹងណាអូខេយើងចុចអូខេចុះក្រោមទីតែប៉ុណ្ណឹងទៅបានហើយយើងធ្វើការផ្ទៀងផ្ទាត់ឡើងវិញណានេះ font អក្សរនេះខ្ញុំយកបក Q ណាប៉ុណ្ណឹងអញ្ចឹងអូខេប៉ុណ្ណឹងទៅបានហើយយើងទាញប៉ុណ្ណេះណាអញ្ចឹងណាយើងតាមទៅយើង click លើវាហើយយើងយកពាក្យថា copy ណាហើយយើង pass to same place ផាននៅទីតាំងទៅដែរយើងធ្វើការ edit ដោយសារ file cap ខ្លះគេចង់បានតែឈ្មោះខាងមុខឯងអញ្ចឹងយើងលុបវាចោលមកអូខេតែប៉ុណ្្នឹងទៅបានហើយបន្តមកទៀតយើងបង្កើតតាក់ទងជាមួយនឹង visible ដើម្បីធ្វើការរើស option វាមួយណាអូខេខ្ញុំយក visible មកអូខេខ្ញុំស្លាប់ធ្វើការ new parameter ខ្ញុំដាក់ថាតាក់ទងជាមួយនឹង file អញ្ចឹងណាដល់គ្នាចុចលើ file ហើយអូខេទៅបន្តមកទៀតយើងធ្វើការអូខេ select ទៅកាន់ទីតាំងទី2យើងរើសនៅក្នុងលក្ខខណ្ឌ visible ដូចគ្នាដែរយើងយក create new parameter មកយើងធ្វើដាក់ថា file cap អញ្ចឹងហើយយើងយកអូខេមកហើយយកអូខេទៅបន្តមកទៀតយើងធ្វើការតាក់ទងជាមួយនឹងfamily sorry យើងរើសនៅក្នុងលក្ខខណ្ឌតាក់ទងជាមួយនឹង family type អញ្ចឹងណាហើយយើងធ្វើការបង្កើតឈ្មោះអូខេហើយដើម្បីជ្រើសរើសក្នុងការបើកបិទអញ្ចឹងយើងដាក់តា file មកអូខេ file ហើយយើងដកតាក់ទងមួយ file cap ចោលតមកទៀតយើងបង្កើត new tab មួយទៀតយើងដាក់ថា file cap អញ្ចឹងណាប៉ុណ្ណឹងទៅអូខេហើយយើងដក file នេះចេញយក file cap វិញហើយយើង apply មកហើយយើងអូខេទៅបានតែប៉ុណ្ណឹងបន្តមកទៀតយើងធ្វើការ save ណា save file ទុកណាអញ្ចឹងណាអូខេខ្ញុំ save នេះខ្ញុំដាក់ថាជាប្រភេទfoundation text អញ្ចឹងណាបងប្អូននេះហើយយើងយក option វាតែមួយទៅបានហើយប៉ុណ្ណឹងណាហើយយើង save ទៅហើយយើង go to project into project អញ្ចឹងណាបងប្អូនអូខេប៉ុណ្ណឹងហើយយើងចូលមកកាន់ជាន់ stem column ណាជាន់ stem column ហើយយើង duplicate ទៅអូខេ duplicate វា detailing ណាហើយបន្តមកទៀតយើងធ្វើការកែឈ្មោះតិចទៅអូខេយើងដាក់ថា file layout plan អញ្ចឹងណាបងប្អូនតែប៉ុណ្ណឹងទៅបានហើយបន្តមកទៀតយើងឃើញថាយើងចង់បានតាក់ទងទៅចំនួនតគ្រឹះទេអញ្ចឹងណាអញ្ចឹងយើងអាចមានពីរ option ជម្រើសរបស់យើងទី1យើងប្រើតាក់ទងជាមួយនឹង Visual Graphics ចុច VB ណាបងប្អូនទាញវាមកទីមកចុច VB អូខេបន្តចុច VB ហើយខ្ញុំចូលក្នុងមុខងារ filter យើង add ចូលមកអញ្ចឹងណាអូខេយើងចុច click ទាំងអស់អូខេប៉ុណ្ណឹងណាហើយយើងចុចចេះមកអូខេដោះវាអស់ហើយអញ្ចឹងហើយបន្តមកទៀតយើងសូត្រតា file ទៅបានហើយអញ្ចឹងណាប៉ុន្តែដោយសារតែគេយើងអត់ទាន់បន្ថែមមុខងារចដាមួយទៀតអញ្ចឹងយើងចូលនៅក្នុងមុខងារ edit យើងបង្កើតតាក់ទងជាមួយនឹង new មកដាក់ថា stem មួយទៀតចុះដោយសារយើងអត់ទាន់បានបិទ stem មួយទៀតបងប្អូនអូខេយើងដាក់ stem អញ្ចឹងណាហើយយើងរើសក្នុង category stem អូខេណា stem នេះអូខេតែប៉ុណ្្នឹងទៅបានហើយតមកទៀតយើងរុញនឹងចូលណាហើយយើងដក stem ចោលទៅបានហើយតែប៉ុណ្្នឹងគឺចប់ហើយហើយនេះ
nắng cứ tẹt tông cho mùi nắng tọt được nhớ này dương ai thuê dân bàn tọt nè rồi có dương pra một ngày một tiết cả hai ta cho VR rồi thằng tẹt tông một view ráng này hai dương cắt plan về chẳng chấm rồi ta so chừng có ta so nó cứ buồn tặc tọt nè chừng tàng nó vì mùi tặc tiết chẳng vì mà mày chẳng đọc mày vì pot đo không món nè em đo mày vì thứ ba nè bạn đang chọc kìa chẳng nhân khơi tha vì sao trẻ tọt nè chơi nhân pra chấm rồi mùi nào các bạn này tầm này tọt đi slide đi ok យើងចូលមកកាន់មុខគេ extend ណាបងប្អូននៅក្នុង extend ហ្នឹងមានតាក់ទងមួយនឹង group view group region visible ហ្នឹងណាយើងคลิกលើវាទាំង3មកយើងអូខេយើងប៉ុណ្ណឹងទៅបានហើយបន្តមកទៀតយើងធ្វើការទាញនេះដើម្បីផ្ដាច់អានេះមកដើម្បីកុំឲ្យឃើញដោយសារតែវាអត់មានអីទេអញ្ចឹងណាអូខេយើងដាក់ប៉ុណ្ណឹងទៅបានហើយហើយទាញនេះចូលក្នុងទីមកនេះចូលក្នុងទីទៀតមកតិចបន្តិចទៅអូខេអូខេហើយយើងបិទវាវិញណា cell budget មួយមកអូខេទៅប៉ុណ្ណឹងទៅបានហើយទាញនេះចូលក្នុងទីមកអូខេអញ្ចឹងណាទីមេចូលក្នុងតិចខ្ញុំចាប់ dimension ដល់គ្នាមើលតិចអញ្ចឹងបន្តមកទៀតយើងចុច TG ណាម្ដងទៀតយើងចុច TG មកអូខេញ៉ាំវាដោយសារតែពេលយើងបិទនេះបិទដល់កnàyអញ្ចឹងវាឃើញកន្លែងនេះទេអញ្ចឹងតើទាញមកអញ្ចឹងលុបវាចោលណាឥឡូវយើងចុច Control Z មកវិញបិទទៅហើយយើងបិទចោលណាចាប់អាកដាក៏បានចុច TG មកនេះឃើញឃើញវាអត់ស្គាល់អត់តោះនេះតែវាអត់បញ្ហាទេយើងคลิกលើនឹងមកយើងដាក់ឈ្មោះដល់អ្នកហើយកន្លែង Hero Constant មក Rename Foundation មកយើងឃើញនេះយើងដាក់ថា P1 មកគេទៅប៉ុណ្្នឹងទៅបានតមកទៀតយើងអាចរើស option វាជាប្រភេទតាក់ទងជាមួយនឹង PAL និង PAL cap ចុះmìnhវា PAL cap ឃើញវាចេញចាឃើញហ៎ចឹងណាវាចេញតាក់ទងជាមួយនឹង Rename Foundation បូកជាមួយនឹង Type Name ដល់គ្នាអញ្ចឹងនៅពេលដែលយើងសរសេរឈ្មោះនេះមិនអាហ្នឹងវានឹងរត់ស្វ័យវត្តគាត់ថាយើងបាន prefix តាក់ទងមួយនឹង vocabulary អញ្ចឹងណាប៉ុណ្ណឹងហើយជាមួយខ្ញុំតេស្តតាក់ទងមួយ dimension ដល់គ្នាមើលតិចចាប់ពីត្រឹមហ្នឹងមកត្រឹមហ្នឹងណាមិនដែរនេះឃើញទេប៉ុណ្ណឹងទទួលយកបានអត់អ្នកហេតុដែរ Q ល្ងឹតចឹងហ្មងអូខេអត់ឃើញដោយសារគេដោយសារយើងដាក់តាក់ទងជាមួយនឹង group view នេះដល់នេះយើងទាញមកគៀកពេកចឹងណាយើងទាញឆ្ងាយបានប៉ុណ្ណឹងទៅពេលចាប់ dimension មកឃើញហើយចឹងណាលុបវាចោលអូខេចុច DI បន្តទៀតមកអូខេហើយទាញចោះក្រោមអូខេទៅវាបានជំនុំសាបោះមកជុំឲ្យអ្នកនរគ្នាមើលតិចចង់ដឹងសពនភាពវាមិនដែរអញ្ចឹងណាយើងចុច DI មកខ្ញុំវាស់មកជុំឲ្យអ្នកនរគ្នាមើលតិចណាប៉ុណ្ណឹងអូខេនេះយើងទាញចូលក្នុងទៀតទាញចេញក្រៅ sorry ច្រឡំចូលក្នុងចឹងណាយើងមូនេះចូលក្នុងតិចទៅបើយើងចង់ឲ្យគេបន្តិចអូខេចាប់មកជំហាននេះទៀតចាប់មើលអស់ហ្មងណាឃើញទេចឹងចូលក្នុងនេះមកអូខេទាញនេះមកអូខេចឹងណាគ្រប់នេះចុច DI នេះនេះមកអូខេប៉ុណ្ណឹងស្អាតចេះនេះដាក់ថា PCP ចុះ P2 យ៉ាងណាអញ្ចឹងណាខ្ញុំធ្វើការ tag ឲ្យអ្នកនរគ្នាមើលទៀតចុច TG ណាចុច TG មកអូខេខ្ញុំដូចជានេះឃើញចុចមកតាមមុខងារ create similar ចុចលើហ្នឹងណាឃើញហើយមកនេះជួយទេនេះវាស្គាល់តាំងពីតាក់ទងជាមួយនឹងអញ្ចឹងទៀតណាឡូយហ្នឹងដល់ពេលអង្គុំម្ដងហើយទាំងអស់មកអញ្ចឹងណាអូខេហើយបន្តមកទៀតយើងបង្កើតជា new sheet មួយណាយើងចង់សាកវាតិចណានេះពេលយើងមើលសភនភាពវាយើងចូលមកកាន់ទីតាំងប្លន់ហ្នឹងយើងចុចយកពាក្យថា Find Image Browser យើងចូលទីតាំងហ្នឹងណាយើង copy ហ្នឹងមក File Layout Plane ណានេះឃើញដល់នេះដូរមកដាក់ no line អូខេតែប៉ុណ្ណឹងទៅវាស្អាតបានណាស់ញ៉ាំដល់ពេលឲ្យឈ្មោះនេះយើងต้องធ្វើម៉េច click លើហ្នឹង click លើនេះ copy ឈ្មោះក្នុងពងដាក់ Control C មកចប់ហើយbridge scale ធំទៀតក៏បានដែរដាក់ scale មួយលើ50ណា50អាក្រក់ពេកចឹងនឹងយកតាមដល់ scale មួយលើ
chất pram bàn này ok nhưng cho arrow key này ok prum vào đó nhưng mơ bàn nè nó hiện vì thì chơi tròn nè nè sạch chè hè ok nhưng bật cái bàn hè nè nè bắn ta na thiệt này chút đã po những sạ này